បាទចឹងសូមគោរពជំរាបសួរដល់គណៈនាយករងលោកគ្រូដែលទទួលបន្ទុកផ្នែក ICT ទាំងអស់នៅតាមបណ្ដាសាលាទាំង20រាជធានីខេត្តចឹងចំពោះវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកលោកគ្រូពីរបៀបនៃការផ្លាស់ប្ដូរនៅស្ថានភាពរបស់សិស្សបាទពីសកម្មទៅជាអសកម្មពីការមានវត្តមានរៀននៅក្នុងថ្នាក់ប្ដូរទៅជាការបោះបង់ការសិក្សាឬក៏ជាការផ្ទេរចេញឬក៏នៅក្នុងស្ថានភាពមួយដែលយើងបានដាក់គាត់ទៅជាអសកម្មបោះបង់ការសិក្សាហើយឬក៏លុបឈ្មោះហើយយើងចង់ឲ្យគាត់មករៀនវិញបាទអញ្ចឹងខ្ញុំនឹងណែនាំលោកគ្រូយើងពីរបៀបនៃការកំណត់ទាំងអស់នេះថាតើយើងនឹងធ្វើការកំណត់បែបណាហើយយើងនឹងធ្វើការទាញយកនៅសិស្សដែលបានដាក់បោះបង់ការសិក្សានឹងឲ្យគាត់ចូលរៀនវិញដោយរបៀបណាចឹងដើម្បីកុំឲ្យខាតពេលលោកគ្រូយើងគឺយើងបាទសូមទៅធ្វើការទស្សនានៅវីដេអូទាំងអស់គ្នាបាទអញ្ចឹងជាជំហានទី1លោកគ្រូត្រូវធ្វើការ login ចូលមកក្នុង system ឬក៏យើងហៅថាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាលារៀន Wikischool របស់យើងបាទយើង login ចូលមកចឹងនៅក្នុងផ្ទាំងមួយនេះបាទលោកគ្រូប្រកាសជាឃើញផ្ទាំងដែលយើងបានបង្ហាញនេះហើយបាទអញ្ចឹងដើម្បីយើងអាចធ្វើការផ្លាស់ប្ដូរបានចំណុចទី1គឺយើងត្រូវធ្វើការផ្លាស់ប្ដូរនៅលើផ្នែកទូទៅនេះបាទអញ្ចឹងតកតងជាមួយនឹងការផ្លាស់ប្ដូរស្ថានភាពរបស់សិស្សគឺជារួមគឺនៅក្នុងស្ថានភាពហ្នឹងគឺយើងនៅក្នុងផ្នែករដ្ឋបាលបាទអញ្ចឹងលោកគ្រូចុចលើផ្នែករដ្ឋបាលមកបន្តមកទៀតយើងមើលមុខងារនៅខាងឆ្វេងដៃបាទអញ្ចឹងតកតងជាមួយនឹងសិស្សអញ្ចឹងយើងចុចទៅលើប៊ូតុងសិស្សមកបាទអញ្ចឹងបន្តមកទៀតយើងចុចទៅលើប៊ូតុងបញ្ជីបាទអញ្ចឹងជា default នៅកន្លែងនេះវាអត់បានចាប់ចំនួនថ្នាក់ឲ្យយើងទេអញ្ចឹងលោកគ្រូធ្វើការជ្រើសរើសមកថាតើសិស្សឬក៏ថ្នាក់មួយណាដែលយើងចង់ធ្វើការកំណត់ជូនគាត់ឧទាហរណ៍ថាទី1កអញ្ចឹងដោយសារតែសាលានេះខ្ញុំសុំទៅរកមើលសិស្សដែលមានឈ្មោះសិនឧទាហរណ៍សិស្សនេះបាទខ្ញុំរកសិស្សណាដែលមានឈ្មោះរៀងច្រើនបន្តិចណាលោកគ្រូបាទអធ្យាស្រ័យនេះអញ្ចឹងឧទាហរណ៍ថាសិស្សដែលនៅក្នុងថ្នាក់ទី8A បាទអញ្ចឹងយើងនិយាយទៅលើសិស្សមួយទៅឧទាហរណ៍ថាឥឡូវខ្ញុំមើលឃើញសិស្សលេខរៀនទី2នេះគាត់បានធ្វើការបោះបង់ការសិក្សាបាទអញ្ចឹងដើម្បីយើងអាចដកឈ្មោះគាត់បាននេះលោកគ្រូមើលមកយើងឃើញមានឈ្មោះណាលោកគ្រូបាទអញ្ចឹងយើងមើលមកខាងចុងគេមកនេះយើងឃើញមានកន្លែងអសកម្មមួយបាទអញ្ចឹងកន្លែងចុច3នេះលោកគ្រូឲ្យស្ថានភាពសកម្មភាពសិស្សនេះបាទអញ្ចឹងកន្លែងនេះលោកគ្រូឃើញមានសកម្មហើយស្ថានភាពគាត់មានន័យថាគាត់មានឈ្មោះរៀនវត្តមានរៀនអញ្ចឹងយើងចង់ដូរស្ថានភាពគាត់ទៅជាការបោះបង់ការសិក្សាអញ្ចឹងលោកគ្រូចុចលើហ្នឹងមកបាទចុចលើចុច3នេះលោកគ្រូនេះបាទចុចមកអញ្ចឹងលោកគ្រូឃើញនៅនេះគេដាក់ចូលមើលកែសម្រួលទូនទីសិស្សស្ថានភាពអញ្ចឹងអ្វីដែលយើងចង់ធ្វើគឺបដូរស្ថានភាពគាត់អញ្ចឹងចុចលើបដូរស្ថានភាពហ្នឹងមកចាំរកត្រង់ចំណុចកន្លែងនេះគេឲ្យយើងធ្វើការជ្រើសរើសស្ថានភាពបាទអញ្ចឹងបដូរស្ថានភាពទៅហ្នឹងគឺទៅណាក្នុងករណីដែលសិស្សឈប់រៀនលោកគ្រូអាចជ្រើសរើសទៅតាមស្ថានភាពណាមួយមកអសកម្មឈប់រៀនផ្អាកបាទបានទេសុទ្ធតែជាសកម្មស្ថានភាពដែរដកគាត់ចេញពីបញ្ជីនៅក្នុងថ្នាក់ហ្នឹងតែម្ដងអញ្ចឹងឧទាហរណ៍ថាឈប់រៀនអញ្ចឹងសិស្សហ្នឹងគាត់មានបញ្ហាអីឧទាហរណ៍គាត់ឈឺធ្ងន់អញ្ចឹងយើងដាក់មកបន្តមកទៀតយើងរក្សាទុកទៅអញ្ចឹងឃើញដកគាត់ចេញពីបញ្ជីឯងបាទអាហ្នឹងចំណុចទី1ចំណុចទី2ដែលខ្ញុំចង់ភ្ជាប់ទៅលើចំណុចហ្នឹងតែម្ដងគឺសិស្សហ្នឹងយើងបានដាក់គាត់ទៅជាអសកម្មឬឲ្យគាត់ឈប់រៀនអស់ហើយអញ្ចឹងយើងចង់យកគាត់មកវិញយើងទៅធ្វើម៉េចបាទអញ្ចឹងនៅក្នុងនេះគឺបាទលោកគ្រូយើងអាចធ្វើការបាទចុចនៅក្នុងប៊ូតុង filter នេះលោកគ្រូមើលមកខាងផ្នែកខាងលើមកបាទមានបញ្ជីមានអីនេះណាបាទអញ្ចឹងលោកគ្រូមើលមកខាងលើយើងឃើញមានប៊ូតុងមួយនេះកន្លែងខ្ញុំដាក់ cursor នេះលោកគ្រូឃើញគេដាក់ស្វែងរកសិស្សបាទស្វែងរកទាំងអស់យើងអត់ចុចលើហ្នឹងទេបាទលោកគ្រូមើលមកខាងក្រោយហ្នឹងមកយើងឃើញមានប៊ូតុងនេះមួយដែលយើងហៅថាប៊ូតុង filter អញ្ចឹងលោកគ្រូចុចលើប៊ូតុង filter ហ្នឹងមកបន្តមកទៀតនេះលោកគ្រូឃើញនៅកន្លែងនេះស្ថានភាពគឺយើងបង្ហាញតែ2ទេគឺស្ថានភាពសកម្មនិងឡើងថ្នាក់អញ្ចឹងយើងដូរមកយើងចុចលើហ្នឹងយើងដូរមកគឺស្ថានភាពសិស្សឈប់រៀនបាទអញ្ចឹងយើងដកស្ថានភាពនេះចេញសិនមកបាទឥឡូវខ្ញុំយកស្ថានភាពសិស្សឈប់រៀនបាទបន្តមកទៀតលោកគ្រូចុចខាងក្រៅមួយមកហើយយើងចុចស្វែងរកមកលោកគ្រូឃើញនៅកន្លែងនេះអត់ឃើញមានទេបាទអញ្ចឹងយើងចុចវាម្ដងទៀតមកយើងជ្រើសរើសផ្នែកទូទៅហើយនៅកន្លែងនេះមិញសិស្សដែលយើងជ្រើសរើសមិញគាត់ឈប់រៀនបាទស្វែងរកមកនេះលោកគ្រូឃើញគាត់មកវិញឃើញទេបាទអញ្ចឹងនៅកន្លែងនេះមិញដោយសារតែយើងពេលដែលយើងជ្រើសរើសនៅកន្លែងនេះគឺវាបង្ហាញដកផ្នែកទូទៅចេះវាបង្ហាញតែប្រធានឬក៏អនុប្រធានថ្នាក់អញ្ចឹងនៅពេលដែលយើងស្វែងរកវាអត់បង្ហាញយើងមកទេ
bạn chẳng complain nha,លោកគ្រូចុចប៊ូតុង filter នៅកន្លែងនេះយើង tick មកហើយយើងស្វែងរកមកអញ្ចឹងលោកគ្រូឃើញគាត់ហើយនេះពីរនាក់នេះអញ្ចឹងដើម្បីយើងឲ្យគាត់មករៀនវិញបានលោកគ្រូចុច3ដូចគ្នាបដូរស្ថានភាពគាត់មកកន្លែងនេះយើងរើសគាត់ឲ្យមកសកម្មវិញមកហើយយើងដាក់គាត់មករៀនវិញយើងសើទុកមកបាទសិននេះដូចគ្នាដែរបដូរស្ថានភាពមកសកម្មហើយឲ្យគាត់មករៀនវិញរក្សាទុកបាទចប់រៀនអញ្ចឹងមកដល់កន្លែងនេះលោកគ្រូបដូរស្ថានភាពគាត់ណាបាទយើងដកជប់រៀននឹងចេញយើងដាក់សកម្មភាពថាសិស្សឡើងថ្នាក់ឬក៏សកម្មមកហើយយើងស្វែងរកគាត់ទៅអញ្ចឹងនៅកន្លែងនេះគឺបង្ហាញបញ្ជីយើងមកវិញបាទអញ្ចឹងនេះសិស្សលេខ2ที่យើងបានដកវិញគាត់មករៀនវិញបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចំពោះការផ្លាស់ប្ដូរស្ថានភាពរបស់សិស្សបាទបើលោកគ្រូយើងមានសំណួរឬក៏ចម្ងល់សូមធ្វើការសាកសួរតាមគេបាទសូមគោរពនិងអរគុណ